រឿងគីងគក់និងតាព្រំសម័យប្រេងនាយវេលាមួយពិភពលោកកាត់ទុកទុរភិក្សក្តៅហួតហែងគ្រប់ទិសទីព្រះភិរុនមិនបង្អុលភ្លៀងសោះស្ទឹងត្រពាំងបឹងព្រែកទន្លេរីងទឹកអស់សត្វទាំងឡាយស្លាប់កោសឆ្អឹងលើគ្នារុក្ខជាតិនានាស្វិតក្រៀមក្រញ៉ោះឯតាព្រំនៅឋានលើដែលមានឫទ្ធិអំណាចក្នុងការផ្ដល់ទឹកភ្លៀងដល់សត្វលោកមិនបានយកចិត្តទុកដាក់រឿងទឹកភ្លៀងទេរវល់តែផ្ទុំយ៉ាងស្រួលពួកមណ្ឌលសត្វមានដូចជាគីងគក់កង្កែបហេងជាដើមដែលជាសត្វប៉ិនអត់ធន់នឹងអាកាសធាតុក៏ស្គមនៅតែស្បែកនឹងឆ្អឹងថ្ងៃមួយគីងគក់ជាមេប្រកាសដល់ក្រុមញាតិនិងហេងកង្កែបជាមិត្តអើយមិត្តទាំងអស់គ្នាមើលទៅតាព្រំមិនបង្អុលភ្លៀងមកឲ្យយើងទេបើយើងនៅស្ងៀមមុខជាដាច់ពោះស្លាប់មិនខានទេមកវើយមិត្តយើងមកកែនគ្នាដើម្បីទៅប្រយុទ្ធនឹងតាព្រំយកភ្លៀងឲ្យបានអាសន្នដល់កហើយនៅស្ងៀមក៏ស្លាប់ទៅច្បាំងក៏ស្លាប់ក្នុងច្បាំងយកជ័យជំនះឲ្យក្រុមញាតិនិងមិត្តប្រសើរជាងមកពួកយើងទៅប្រយុទ្ធបែរក្រោយដែលបានប្រកាសយ៉ាងនេះពលគីងគក់និងមិត្តទាំងអស់គ្នាក៏លើកក្បួនព្យុហយាត្រាទៅប្រយុទ្ធក្នុងវិមានលោកដល់អាកាសកងទ័ពមណ្ឌលស័ក្តិធ្វើដំណើរកាត់ទីវាលបន្តិចក្រោយមកស្រាប់តែប្រទះទ័ពមួយហ្វូងធំទៀតមេបញ្ជាការធំនៃទ័ពគឺគីងគក់ឃើញហ្វូងពលត្រីអណ្ដែងធំខ្មាន់ខ្លួនប្រឡាក់ស្រមោលដោយកំទេចធូលីនិងផេះនៃវាលស្រែណែវើយត្រីអណ្ដែងតើកូនឯងទៅណាបានជាមកប្របៀលខ្លួនហុយដីត្រឡូមកាត់មុខរំខានដល់កងទ័ពយើងដូចនេះបងគូអើយពួកមច្ឆាទាំងឡាយបានមូលមតិគ្នាហើយក៏បញ្ជូនពួកខ្ញុំដែលជាត្រីអណ្ដែងនិងក្រុមបង្ក្រាញ់តែសិតតែជាត្រីដែលប៉ិនប្រស័ព្ទខាងរត់ឆ្លងភ្នំនិងបារាយដើម្បីឲ្យមកចូលរួមនឹងបង្គោលឯងដើម្បីទៅច្បាំងជាមួយតាព្រំយកទឹកភ្លៀងដើម្បីមកបំពេញស្ទឹងបឹងបួរនឹងណាបង្គោលគីងគក់ឮដូច្នេះអន់ណាស់ណែកូនយើងឥឡូវនេះពពួកមច្ឆាក៏ស្ម័គ្រចិត្តរួមដំណើរទៅធ្វើសង្គ្រាមជាមួយតាព្រំជាមួយយើងដែរជ័យយោសັບជ័យយោបានលាន់ឮចេញពីទ័ពទាំងពីរក្រុមហើយទ័ពទាំងនោះក៏ប្រមូលគ្នាជាទ័ពមួយបន្តយាត្រាទៅមុខកាត់តាមវាលក្តៅហួតហែងទៅបន្តិចទៅស្រាប់តែឃើញហ្វូងឃ្មុំធំមួយហើរខ្មៅខ្មាន់ឮសូងងងលើអាកាសណែបងគីគក់បងត្រីអណ្ដែងបងត្រីក្រាំងតើពួកបងកំពុងទៅណាទើបខ្លួនប្រឡាក់សមក់យ៉ាងនេះមកបងឃ្មុំយើងដឹងថាក្រុមបងលើកទ័ពទៅច្បាំងព្រោះអត់ភ្លៀងខ្វះព្រៃឈើផ្ដាល់ផ្កាធ្វើសម្បុកដល់ក្រុមបងមកកុំបង្អង់យូរអីយើងត្រូវព្រួតគ្នាទៅប្រយុទ្ធនឹងតាព្រំកុំខ្លាចស្លាប់អីបានបងគូតតើពួកយើងព្រួតដៃគ្នាទៅធ្វើសង្គ្រាមជាមួយតាព្រំទៅជ័យយោទ័ពគោកនឹងអាកាសហូរយកជ័យហើយក៏លើកតទៅទៀតលុះពេលដើរដល់ចំការស្ងួតមួយស្រាប់តែទ័ពនេះប្រទះឃើញផ្លែត្រសក់ស្រូវរណុករណែលលើដីដាច់របេះទងគួរឲ្យអាសូរតាព្រំអើយហេតុអីបានជាព្រះអង្គមិនអាណិតដល់កូនចៅសោះដូច្នេះពួកយើងវេទនាខ្លាំងណាស់បងត្រសក់តើពួកបងកាត់អីបានជាធ្លាក់រនោះរណែលដូច្នេះអើយបងគីគូអើយគឺដោយសារតែអត់ទឹកភ្លៀងនឹងដែរតើបងទៅណាឲ្យពួកយើងបានទៅដោយសារផងតែខំយើងច្បាស់ជាស្ងួតស្លាប់អើយបើពួកបងទៅច្បាំងយើងក៏តស៊ូស្លាប់ជាមួយនឹងគ្រួសារយើងដែរមិនឲ្យនៅរួមវេទនាបែបនេះទេបានមិនទេបងត្រសក់រួមដំណើរនឹងយើងចុះបើបានគ្នាច្រើនកាន់តែល្អជ័យយោមេទ័ពទាំង3ក្រុមក៏យល់ព្រមឲ្យត្រសក់ស្រូវរមៀលខ្លួនទៅតាមក្បួនរបស់ខ្លួនដែរលុះផុតពីវាលក៏បានដល់ព្រៃមួយដែលរុក្ខជាតិទាំងឡាយក្រៀមស្វិតរញ៉ំស្លាប់ជិតអស់កងទ័ពបានទៅដល់ឃើញវល្លិផ្ដៅធំពីរដើមនៅនឹងគល់ឈើងាប់មួយអូយណែបងគីគក់
តើបងទៅណាបានជាមានគ្នាច្រើនសន្ធឹកសន្ធាប់យ៉ាងនេះអូគឺពួកយើងទៅច្បាំងនឹងតាព្រំនឹងណាព្រោះគេមិនបានបង្អុលភ្លៀងឲ្យយើងជិត2ឆ្នាំហើយចាបងគីង្គក់សូម្បីតែខ្ញុំដែលជារុក្ខជាតិក៏ស្ទើរតែនឹងស្លាប់ដែរដោយសារតែគ្មានទឹកភ្លៀងជាយូរថ្ងៃហើយឃើញទេពួកគ្នាខ្ញុំស្លាប់ដេកពពាក់ពពូនកោដៃកោជើងលើគ្នាដោយសារតែស្នាដៃតាព្រំនឹងអស់ហើយបងគីង្គក់សូមបងឲ្យខ្ញុំបានទៅដែរផងចុះព្រោះថាខ្ញុំក៏មានកំហឹងនឹងតាព្រំដែរធ្វើឲ្យខ្ញុំលែងខ្លាចស្លាប់ហើយយើងរស់នៅយ៉ាងនេះវេទនាណាស់យើងស៊ូស្លាប់ក្នុងសង្គ្រាមដើម្បីដណ្ដើមយកជ័យមកផ្ដល់ឲ្យជីវិតសត្វលោកណាបងគក់បាទមិននៅទេបងផ្ដៅរួមដំណើរនឹងយើងចុះទ័ពទាំងអស់ក៏យល់ព្រមឲ្យផ្ដៅគោចរទៅតាមផងក្រោយមកទ័ពទាំងអស់ក៏បានបន្តដំណើររហូតដល់ឋានតាព្រំបងឃ្មុំចូលបងដឹកនាំក្រុមប្រុងចាំវាយសម្រុកតាមផ្លូវខាងមុខបានបងគក់មិនអីទេចូលបងទុកចិត្តលើខ្ញុំចាចំណែកបងត្រីអណ្ដែងត្រីក្រាញ់ដែលខ្លួនប្រឡាក់ទៅដោយក្បង់និងផេះចូលបងដឹកនាំក្រុមចូលទៅក្នុងពីងនិងផើងទឹកផ្សេងទៀតឲ្យតែមានទឹកលឺដែរទេបាទបងគីង្គក់សូមបងទុកចិត្តលើខ្ញុំចោះខ្ញុំនឹងដឹកនាំក្រុមត្រីទៅចាំនៅក្នុងថូផ្កាណាដែលមានទឹកចិត្តនោះចំណែកបងផ្ដៅចូលបងទាំងពីរនាំគ្នាទៅឈរពួននៅពីក្រោយសសរប្រាសាទដែលតាព្រំអង្គុយកុំឲ្យតាព្រំមើលឃើញបានបងខ្ញុំនឹងទៅពួននៅទីនោះមិនឲ្យតាព្រំដឹងខ្លួនឡើយសូមបងកុំព្រួយអីចំណែកឯបងត្រសក់ស្បងត្រូវប្រមៀលខ្លួនទៅទៀបនឹងជើងក្រោមអាសនៈតាព្រំគុំបាទបើគីគក់ពួកយើងយល់ហើយបែនហើយឆាប់ឡើងពួកយើងនាំគ្នារមៀលខ្លួនចូលទៅក្រោមជើងតាព្រំទៅណាអ៊ិចពួកយើងលាក់ខ្លួននៅទីនេះហើយកុំឲ្យតាព្រំដឹងបងក្រាញ់យើងនៅចាំក្នុងថូនេះហើយអ៊ិចអូយចង្អៀតណាចំណែកក្រុមយើងដែលជាពួកមណ្ឌលកសត្វគឺជាតបស្រួចជាអ្នកចូលលុកផ្លូវខាងមុខជ័យយើងត្រូវយកជ័យទៅដែរបងលុះចាប់ចែងរួចស្រេចហើយទ័ពមណ្ឌលសត្វក៏ចូលតម្រង់អាសនៈតាព្រំអាស្រ័យនៃដោយស្រែកហូរសន្ធាប់យ៉ាងខ្លាំងជ័យអូយគូបច្រើនណាស់អាយអូយទៅបាទេអូយរត់ស្ដាយអូយពលរេអស់ទាំងទេវតាខំនាងជំទាវត្រូវពួកឃ្មុំអមាល់ទិញចុករមួលស្រែកយ៉ាងរំពងរត់ចេញពីប្រាសាទស្លន់ស្លោហើយទៅត្រូវនឹងផេះទឹកក្បង់ដែលត្រីអណ្ដែងត្រីក្រាញ់បាញ់មកលើភ្នែកផ្សារស្រវាំងរកទិសតំបន់ពុំឃើញដែរវយអាពួកគីគក់ហ៊ីងកង្កែបចង្រៃពួកឯងនេះទៅណាមកណាបានជានាំគ្នាមកធ្វើឲ្យយើងភ្ញាក់ហើយនឹងខូចខាតទីឋានរបស់យើងស្នាក់អាស្រ័យដូចនេះយើងមកច្បាំងនឹងតាព្រំឯងហើយបែរគីគក់ឯងជាសត្វតូចតាចហេតុអីបានជាឯងហ៊ានចង់មកតតាំងនឹងយើងដូចនេះហើយបើយើងនៅស្ងៀមតទៅទៀតនោះតាព្រំឯងច្បាស់ជាបង្អត់ទឹកភ្លៀងទុកឲ្យយើងស្លាប់ជាមិនខានទេពេលនេះយើងលែងខ្លាចស្លាប់ទៀតហើយព្រោះតែតាព្រំឯងជាថ្នាក់លើរវល់តែសបាយបែបនេះហើយទើបបានជាភ្លេចលែងគិតផ្ដាល់ទឹកភ្លៀងធ្វើឲ្យសត្វនិងរុក្ខជាតិទាំងឡាយនៃឋានកណ្ដាលស្ទើរតែស្លាប់ដាច់ពូជអស់ហើយនោះពួកយើងសម្រុកចូលឲ្យហ៊ានចោលប្រយុទ្ធជាមួយនឹងយើងផងចូលមកយើងមិនខ្លាចឯងទេអាយ៉ាអូយតាព្រំចោះចាក់អាសនៈឥតមើលក្រោមក៏ជន់លើត្រសក់ស្រូវរអិលដួលផ្ងាស្រទាំងត្រូវផ្ដៅទាំងពីរបន្ទន់ខ្លួនប្រញាប់សង្កត់កជាប់ឃ្មុំក៏ទិញឈឺផ្សាស្រែកចុះញ័រយើងព្រមចែកឲ្យហើយកុំធ្វើបាបយើងអីជ័យយោតាព្រំចាញ់ហើយជ័យយោតាព្រំចាញ់ហើយជ័យយោដូច្នេះមេបញ្ជាការក៏ខាត់ទ័ពឲ្យទ័ពឈុំដើម្បីនិយាយចរចាដោះស្រាយជាមួយតាព្រំឥឡូវនេះឆ្លើយមក
មិនក៏លោកមិនបង្អុលភ្លៀងសោះអញ្ចឹងធ្វើឲ្យសត្វលោកស្លាប់គ្រប់ទីកន្លែងយ៉ាងនេះអូយអូយសូមព្រះស្ដែងកុំខឹងអើយក៏ដោយសារតែយើងរវល់ផ្ទុំលក់ភ្លេចនៅទូនីតិរបស់ខ្លួនឥឡូវនេះយើងខ្លាចហើយយើងនឹងផ្ដល់ទឹកភ្លៀងឲ្យពួកឯងឥឡូវនេះភ្លៀងហើយចាប់តាំងពីពេលនេះតទៅលែងហ៊ានធ្វើប្រហែសទៀតហើយសូមអស់លោកព្រះស្ដែងអញ្ជើញទៅវិញចុះកុំខឹងអីមិនបានទេគ្នាយើងមិនសុខចិត្តទេចុះបើលោកបង្អុលភ្លៀងតែមួយមេហើយប្រងើយកន្តាយមិនបង្អុលភ្លៀងឲ្យយើងទៀតទៅនោះយើងនឹងពិបាកលើកទ័ពឡើងមកទៀតហើយតើព្រះស្ដែងចង់បានអ្វីទៀតពីយើងឆោបប្រាប់យើងបោគឺសូមលោកសន្យាឲ្យពោពិសេសដល់ពួកយើងសិនទើបកូនយើងសុខចិត្តមើលនេះកូនយើងបានលើបានឥឡូវគិតចេះដើម្បីកុំឲ្យយើងភ្លេចបង្អុលទឹកភ្លៀងតទៅទៀតយើងព្រមសុខចិត្តឲ្យពោដល់ពួកឯងបើពេលណាពួកឯងត្រូវការភ្លៀងគឺពួកគីងគក់ហ៊ីងកង្កែបទាំងអស់គ្នាត្រូវនាំគ្នាសង្កៀតធ្មេញបន្លឺសំឡេងពីក្រៅមកនោះពេលដែលយើងឮយើងនឹងបង្អុលភ្លៀងចុះទៅឲ្យព្រះស្ដែងភ្លាមបានលើកនេះយើងលើកលែងឲ្យលោកចុះតោះពួកយើងត្រឡប់ទៅវិញឥឡូវនេះយើងមិនខ្វះទឹកប្រើប្រាស់ទៀតទេជ័យយោចាប់តាំងពីពេលនោះមកតែណាគីង្គក់ហេងកង្កែបត្រូវការភ្លៀងពួកគេក៏សង្កេតធ្មេញបន្លឺសំឡេងហៅភ្លៀងឲ្យធ្លាក់មកបានដូចប្រាថ្នាតោះពួកយើងនាំគ្នាហៅទឹកភ្លៀងដប់គ្នាសាមើលហៅមើលដោយសារមានរឿងដំណើរដូចនេះហើយទើបឲ្យតែមានឮសំឡេងកង្កែបហ៊ីងជុំនោះនឹងមានទឹកភ្លៀងធ្លាក់ជាមិនខានការរួបរวมគ្នាជាកម្លាំងដោះស្រាយគ្រប់បញ្ហា